អូខេតោះយើងមកមើលពីវិធីសាស្ត្រស្នើសុំបើក monetization នៅលើ Facebook Page ឬក៏ Facebook Profile ណាអញ្ចឹងនេះវាចេញកាលយើងដាក់ស្នើទៅវាចេញ wait list បែបនេះអញ្ចឹងតោះឥឡូវយើងសាកល្បងស្នើសុំម្ដងទៀតនៅលើ page របស់គាត់នេះដែលមានអ្នក follow ប្រហែល 39k ហើយអូខេអញ្ចឹងយើងចុចលេខ dashboard យើង check មើលទៅឃើញថា page របស់គាត់ក្នុងរយៈពេល28ថ្ងៃគាត់អាចរក view បាន 9M ជាង 9.8M ហើយរក follower បាន 12k ជាងអញ្ចឹង page ហ្នឹងគឺយើងបើកស្នើសុំ monetize យូរដែរហើយតែវាស្ថិតនៅការរងចាំណាគេដាក់ថា wait list ណាចឹងឥឡូវយើងសាក report ទៅម្ដងទៀតបើសិនជាជោគជ័យ page ហ្នឹងគឺយើងអាចរកលុយបាននឹងចុចកន្លែង content monetization ខាងក្រោមនេះចុចមកចឹងនេះយើង check មើលកាលពីមុនណាយើងដាក់ស្នើទៅម្ដងហើយតែ Facebook វាអត់ approve ឲ្យអញ្ចឹងយើង check មើលទៅយើងឃើញថាយើងដាក់ស្នើសុំឲ្យអស់ហើយតែគ្រាន់ថាវាឲ្យយើងនៅ wait list ឥឡូវយើងចាប់ផ្ដើមទៅ report ទៅវាម្ដងមើលកាលវា approve ឲ្យអញ្ចឹងនេះយើងចេញឲ្យអស់សិនមកចេញមកដល់កន្លែងនេះយើងចុចកន្លែង profile របស់យើង scroll រកពាក្យថា support ចុចឡើង support ពងមកចឹងមកដល់នេះយើងយកពាក្យថា continue to support នេះ report a technical problem សាកចុចកន្លែងហ្នឹងមកហើយយើងយក include ចុចឡើង include ចឹងកន្លែងនេះយើង report ទៅលើគេលើ page ចុចកន្លែង page មក scroll រក page នោះ page នៅខាងលើអូហូហើយចឹងយើងទៅសេ description បន្តិចមកដាក់ពាក្យថា subscription content monetization enable and following content monetization ចឹងយើងដាក់ description បែបហ្នឹងមក monetization all criteria អញ្ចឹងយើងសរសេរ description បែបហ្នឹងមក all criteria content monetization enable and following content monetization all criteria and partner monetization នេះយើងសាក report ទៅលើកទី1បើសិនជាអត់ជោគជ័យទេយើងព្យាយាមរកទីសាស្ត្រផ្សេងទៀតអញ្ចឹងនៅពេលដែលយើង report គឺយើង screenshot page របស់យើងដែលចំនួនអ្នកមើលប៉ុន្មានហ្នឹងយើង screenshot ទុកពី3មកហើយយើង browse ដាក់ក្នុងបែបនេះចុច attach file កន្លែងរូបភាពគេដាក់ថានេះ upload from photo អញ្ចឹងយើងចុច upload ពី3រូបភាពមកអញ្ចឹងនេះរូបទី1គឺយើង screenshot យកបែបនេះរូបទី2យើងយកកន្លែង view បែបនេះរូបទី3យើងបង្ហាញថាយើងក្នុងរយៈពេល28ថ្ងៃយើងរក subscriber រក subscriber រក follower បានហើយ view បានយើង screenshot ហើយយើង report ទៅតែម្ដង
នេះទៅអីចឹងនៅពេលដែលយើង report ទៅយើងរងចាំប្រហែលជាមួយសប្តាហ៍ទៅអញ្ចឹងនៅក្នុងវីដេអូហ្នឹងគឺមានតែប៉ុណ្ណឹងមានតែរងចាំមើលលទ្ធផលទាំងអស់គ្នាបើសិនជាជោគជ័យចាំខ្ញុំធ្វើវីដេអូបន្តទៀតអូខេបាយបាយ